នៅក្នុងឆ្នាំ2020 brand fashion មួយឈ្មោះ Squeeze គឺបានបាត់បង់ហាងផ្ទាល់ខ្លួនរហូតដល់250កន្លែងតែភ្លាមៗប៉ុន្តែជំនួសឲ្យ business ដួលរលំពួកគេគឺបានធ្វើឲ្យ customer ចំណាយពេលមើល product របស់ខ្លួនយូរជាងមុនទៀតតើរឿងនេះគឺកើតឡើងរបៀបណានោះដោយសារតែ marketing team របស់ Squeeze តែម្ដងពួកគេដឹងថា product page online ធម្មតាគឺมันអាចជំនួសបទពិសោធន៍ដូចយើងដើរចូល shopping នៅក្នុងហាងបានទេដូច្នេះពួកគេក៏បានយក collection ថ្មីៗផ្ញើទៅកាន់ creator ពីរប្រភេទមួយគឺ micro influencer ពួកគេប្រើដើម្បីបង្កើត reach ធំៗដូចជា digital billboard ជំនួសឲ្យចំនួនមនុស្សដែលធ្លាប់ដើរចូលហាងចំណែកទី2ជា micro influencer វិញត្រូវបានប្រើដើម្បីបង្កើត engagement ខ្ពស់ជាមួយនឹង community ទូចៗប៉ុន្តែមានភាពជិតស្និទ្ធនិងទុកចិត្តខ្លាំងពី creator ហ្នឹងចំណុចដែលឆ្លាតទាំងនេះគឺ Quiz មិនបានទុក content របស់ creator ទាំងនោះនៅរាយប៉ាយពីពេញ social media ទេពួកគេគឺបាន promote creator content ទាំងអស់មកដាក់ដោយផ្ទាល់នៅលើ home page របស់ website ហើយវាក៏បានក្លាយទៅជា interactive gallery មួយដែល customer គឺអាច scroll មើលមនុស្សពិតៗស្លៀកសម្លៀកបំពាក់របស់ brand ហើយចុចទិញ product នោះបានភ្លាមតែម្ដងនិយាយ influencer ក៏ត្រូវបានប្រែក្លាយទៅជា digital marketing ហើយ creator content ក៏ត្រូវបានបំលែងទៅជា shoppable digital storefront Quiz គឺមិនត្រឹមតែបន្តរកចំណូលបានទេហើយធ្វើឲ្យ customer គឺចំណាយពេល engage ជាមួយនឹង product របស់ brand ច្រើនជាងមុនទៀតនេះគឺបានបង្ហាញថា influencer marketing មិនមែនគ្រាន់តែជាការធ្វើឲ្យ creator គឺផុស content ប៉ុណ្ណោះទេបើសិនជាយើងប្រើឲ្យត្រូវវាបានក្លាយទៅជាផ្នែកមួយនៃ shopping experience ទាំងមូលរបស់ brand តែម្ដង